ខ្ញុំសូមបញ្ជាក់ថាទោះបីជាភាគីថៃមិនឯកភាពជាមួយយើងនៅក្នុងការយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងផ្ដិតទៅ ICJ លើបញ្ហានេះនាងខ្ញុំជាយុវជនខ្មែរទ្រាំទ្រសម្ដេចធិបតីហ៊ុនម៉ាណែតពីគោលជំហរក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ICJ ទោះបីភាគីខាងថៃមិនយល់ព្រមក៏ដោយហើយរក្សាសិទ្ធិក្នុងការប្រើកងកម្លាំងប្រដាប់អាវុធបើសិនមានការឈ្លានពានចូលមកលើទឹកដីកម្ពុជានេះហើយជាការដឹកនាំដែលប្រជាពលរដ្ឋត្រូវការគោរពស្រឡាញ់ទៅលើថ្នាក់ដឹកនាំហើយថ្នាក់ដឹកនាំតស៊ូព្យាយាមការពារបងប្អូនប្រជាពលរដ្ឋការពារប្រទេសជាតិការពារមោទនភាពទឹកដីហើយនឹងជឿជាក់ទៅលើថ្នាក់ដឹកនាំលោកស្រឡាញ់យកចិត្តទុកដាក់ការពារប្រទេសជាតិ